មេបញ្ជាការរងកងទ័ពថៃសង្ស័យពីចេតនារបស់កម្ពុជាឧត្តមសេនីយ៍ឯកនុតស្រីនីនមេបញ្ជាការរងនៃកងទ័ពជើងគោកនៅថ្ងៃសៅរ៍បានប្រើ Facebook ដឹងបៃជជែកវែកញែកថាកម្ពុជាបានរំលោភលើអនុស្សាវរីយ៍នៃការយោគយល់គ្នាឆ្នាំ2000 MOU 43ជាមួយប្រទេសថៃដែលបណ្ដាលឲ្យមានការតវ៉ាជាង400និងកិច្ចសហប្រតិបត្តិការតិចតួចពីកម្ពុជាលោកឧត្តមសេនីយ៍នុតបាននិយាយថាវិវាទព្រំដែនដែលអូសបន្លាយយូរមកនេះគឺផ្ដើមចេញពីការប្រើប្រាស់ផែនទីផ្សេងៗគ្នាដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាគណៈកម្មាធិការព្រំដែនរួម JBC ត្រូវបានបង្កើតឡើងដើម្បីបោះបង្គោលព្រំដែនច្បាស់លាស់និងទទួលយកគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សាវរីយ៍នៃការយោគយល់គ្នាឆ្នាំ2000 MOU 43ដែលរួមមានប្រការសំខាន់ៗដែលហាមភាគីណាមួយមិនឲ្យផ្លាស់ប្ដូរដីនៅតាមព្រំដែនដើម្បីជួយសម្រួលដល់ការងាររបស់គណៈកម្មាធិការទោះជាយ៉ាងនេះក្តីកម្ពុជាបានរំលោភលើផ្នែកនៃកិច្ចព្រមព្រៀងនេះម្ដងហើយម្ដងទៀតដោយការពង្រីកសហគមន៍ដាំរុក្ខជាតិនិងសាងសង់កាស៊ីណូដែលប៉ះពាល់ដល់ខ្សែបន្ទាត់ទឹកធម្មជាតិលោកឧត្តមសេនីយ៍តូនុតបានអះអាងថាទាំងនេះគឺជាហេតុផលសម្រាប់ការតវ៉ាភាគច្រើនព្រំដែនថៃស្ថិតនៅក្នុងតំបន់ឧទ្យានជាតិដែលត្រូវបានការពារដោយការអភិវឌ្ឍត្រូវបានរដ្ឋបិទភាពតានតឹងបានផ្ទុះឡើងនៅថ្ងៃទី28ខែកុម្ភៈឆ្នាំនេះនៅឯឆុងអាន់ម៉ានៅក្នុងខេត្តអ៊ូបនរាជធានីនៅពេលដែលកងទ័ពកម្ពុជាបានដុតពន្លារបិទថៃដែលបានឈានទៅដល់ប្រហែល150ម៉ែត្រចូលទៅក្នុងទឹកដីថៃហើយបានជិះលេនឋានមុនពេលកើតហេតុកម្លាំងទាហានកម្ពុជានិងថៃត្រូវបានដាក់ពង្រាយចម្ងាយប្រហែល500ម៉ែត្រពីព្រំដែននិងតំបន់នោះត្រូវបានចាត់ទុកថាជាតំបន់សម្រាប់ការសម្របសម្រួលឧត្តមសេនីយ៍នុតបាននិយាយថាប្រទេសថៃបានឆ្លើយតបដោយអត់ធ្មត់ហើយទោះបីជាភាគីថៃព្យាយាមដោះស្រាយស្ថានភាពតាមរយៈការចរចាដោយសន្តិភាពក៏ដោយក៏កម្ពុជាបដិសេធមិនដកថយនឹងការប៉ះទង្គិចបានកើតឡើងនៅថ្ងៃទី28ខែឧសភាលោកក៏បានច្រានចោលការអះអាងរបស់កម្ពុជាថាកងទ័ពរបស់ខ្លួនត្រូវបានដាក់ពង្រាយនៅតំបន់ជម្លោះមុនពេលចុះហត្ថលេខាលើអនុស្សាវរីយ៍នៃការយោគយល់គ្នាឆ្នាំ2000 MOU 43មេបញ្ជាការរងរូបនេះបានរិះគន់ចំណាត់ការរបស់កម្ពុជាក្នុងការនាំយកជម្លោះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនិយាយថាវិធានការទ្វេភាគីដោយ JBC មាននៅនឹងកន្លែងនិងគួរប្រើជាវេទិកាសម្រាប់ដោះស្រាយជម្លោះលោកបន្តថាការទាមទាររបស់កម្ពុជាថាតុលាការយុត្តិធម៌អន្តរជាតិនឹងដោះស្រាយជម្លោះគួរតែត្រូវបានសង្ស័យយិនមានច្បាប់រួចហើយហេតុអ្វីមិនអង្គុយនិយាយគ្នាដោយសុភាពបុរសគាត់សរសេរថាប្រសិនបើយើងអនុញ្ញាតឲ្យរឿងនេះឈានទៅដល់តុលាការអន្តរជាតិកូនចៅយើងនឹងនៅតែជាសត្រូវគ្មានចំណុចណាធ្វើយ៉ាងនឹងប្រសិនបើយើងជាមិត្តអត្ថបទខាងលើនេះត្រូវបានដកស្រង់ចេញសារព័ត៌មានថៃ Bangkok Post